Su snu cây bông plei tắc phèn nức sông về bên đâu phèn ri học đàn snom tắc phèn bố chè chật crom kri rung tắc về ri khang min sbaiรู้ขนมนี้จีบร้องปนสู้อดทนตักแน่กัดตราสร้างกำปรูสวาไม่อัดใบคลาดมีนตีลายมองเอ่ยนิ่งห่างตกเสยnè mai anh trên quý cha lục con mấy con nè mai hai con tha lục con giang được này vĩnh Prút lục con nâng trâu châu tự bầm ra ca nghĩa không bè ri chỉ vẹn hai nè mai hai con tha lục con bẹp ní cứ xả xong ẩm phật hai con bà tai con ba chim mèo rầm tha nè mai đôi chia cặp bông tai cặp con mình đăng tí mình ấy tê lục con nè mai bên chất hai lục con bẹp ní ba anh trắng có tam chất nè mai cho dây trắng nè mai mà ro con chẳng chụp đôi chân nè ta miên ca ấy trong giấy chỉ môi con tầm en tí cha lục con cứ bật chỉ miên hai chia riêng sầm khăn bầm phật phong ta chia riêng ở bay tơ nè mai cứ chia riêng cu sờ có chia riêng tí ấy cha lục con pru tha lục bục nè mai ban son giá cho mỗi nâng lục sệt thầy phô nâng lục sệt thầy ní khe ma rồi hai thá nơi pe đã lục con bà lon chọp chia mình trai hai nâng cất cú riêng một cô ca lục con cho mỗi nâng khmôi chăn tì hai con xôm chùm riêng nè mai tam trong tịch cho con khmiên chất sờ lạnh chăn tì xôm bay tần tách có khmiên đai riêng sờ lạnh một chi nâng cát nín nơi pe cào tê lục conเอาไว้ได้สำคัญนุลูกก้นตรึกบำเพ็ญตัวในตีจีก้นหล่อตามการตกด่าระบาดจัดตุงเติบจีกระตับปะกระบาดลูกก้นจีปีแสงเรื่องได้ลูกปกนั่งเนี่ยไม้ตรึกแต่บำเพ็ญนี้คือจีปีสัญญาระเวียงจัดตุงแต่งสองข้างตายก้นในแต่โยธาขนมนิ่มจีจัดตุ้มมันกูน้ำแบบซ้ำกุมตุกดะโกนใจประบานสู้สมัยคลุนจมูกโดยชนะลายปลัวทาเวียหนึ่งปะปอลแต่ดอลลัตพอลจีวัดกู้สกอตะไทยมุกรัตตาปิเซนูมันกูน้ำซ้ำกุมตุกดะโกนใจแต่งพวกกี้มันตอนดังกระไดนูตีเวียเจริญได้ผมกูการเมียนไทม์เจียดพองขนมนิ่มลูกก้นจีเนี่ยเจ็ดดังมือรู้ลูกก้นมุกเจ็ดดังจะบ้าหายทาเฟื่อจีก้นหล่อคือไตรเฟื่อจากน้าดังใบตอบสนองสองคนởปกมาได้นุเรื่องนี้โกนดังจะบ้าหายหน่ะไม่บ้านลูกโกนดังจะบ้าหายลูกโกน
គួរតែដឹងហើយថាលោកកូនគួរតែមានអេរយាប័តបែបណាចំពោះលោកពុកនិងអ្នកម៉ែនោះ កូនរីករាយនឹងធ្វើអ្វីទៅតាមចិត្តលោកពុកអ្នកម៉ែក៏ប៉ុន្តែរឿងរៀបការនេះកូនពិតជាពិបាកសម្រេចចិត្តណាស់អ្នកម៉ែ អ្នកម៉ែពិនិត្យលើគោលជំហររបស់លោកកូនឃើញថាលោកកូនប្រឆាំងនឹងរឿងរៀបមង្គលការនេះច្បាស់ណាស់ឬមួយក៏លោកកូនពិតជាដូចពាក្យសម្ដីរបស់កម្មករតម្បាញខ្សឹបខ្សៀវពិតមែន រួចចុះតើកម្មករតម្បាញនាំគ្នាខ្សឹបខ្សៀវគ្នាពេលរឿងអ្វីទៅ គឺរឿងរបស់លោកកូននិងនាងរំចង់នោះ ចុះគេនិយាយអ្វីខ្លះពីកូននឹងរំចង់នោះ គេថាលោកកូនមានចិត្តលើនាងរំចង់នោះហើយតើនេះជាការពិតដែរទេលោកកូនឆ្លើយនឹងសំណួរអ្នកម៉ែទៅមើលតើនេះជាការពិតដែរទេ បាទជ្រុលជាអ្នកម៉ែមានប្រសាសន៍យ៉ាងនេះទៅហើយកូនសូមជម្រាបអ្នកម៉ែតាមត្រង់ទៅចុះថារំចង់គឺជាមនុស្សស្រីម្នាក់ដែលអារម្មណ៍របស់កូនបានប្រាប់ថានាងគឺជាមនុស្សដែលកូនស្រឡាញ់និងចង់រួមរស់ជាគូជីវិត ថាម៉េចនេះលោកកូនស្រឡាញ់នាងរំចង់ហើយចង់បានគេធ្វើជាគូជីវិតទៀតលោកកូននិយាយច្រឡំឬក៏តិចអ្នកម៉ែនេះស្ដាប់មិនច្បាស់ អត់ទេអ្នកម៉ែអ្វីដែលអ្នកម៉ែបានឮនេះគឺជាសម្ដីពិតដែលកូនបាននិយាយ មិនបានជាដាច់ខាតអ្នកម៉ែមិនអាចសម្រេចបំណងរបស់លោកកូនបាននោះឡើយព្រោះថាអ្នកម៉ែមិនអាចទទួលយកកូនប្រសាដែលជាកម្មករតម្បាញគ្មានប្រវត្តិពងសាវតាច្បាស់លាស់នោះឡើយ ឋានៈតួនាទីនិងសាវតាគ្រួសារកូនយល់ថាវាគ្រាន់តែជារឿងក្រៅខ្លួនតែប៉ុណ្ណោះរឿងដែលសំខាន់ថាតើសម័យខ្លួននោះមានតម្លៃប៉ុណ្ណាសម្រាប់ខ្ញុំដែលត្រូវរួមរស់ជាមួយគ្នាជាគូជីវិត តែអ្នកម៉ែថាមិនបានគឺមិនបានលោកកូនកុំសង្ឃឹមឲ្យសោះលោកកូនត្រៀមខ្លួនចូលរោងការជាមួយនឹងក្មួយចន្ទីតែម្នាក់គត់អ្នកម៉ែទៅវិញហើយអូហើយអ្នកម៉ែសង្ឃឹមថាលោកកូននឹងមិនធ្វើឲ្យលោកពុកអ្នកម៉ែអស់សង្ឃឹមដោយសារលោកកូននោះឡើយជាពិសេសនោះនឹងមិនធ្វើឲ្យលោកពុកនិងអ្នកម៉ែត្រូវរងនៅភាពអាម៉ាស់ងើបមុខមិនរួចដោយសារតែការក្បត់ពាក្យសន្យាជាមួយលោកសេដ្ឋីភោគនោះឡើយអ្នកម៉ែទៅហើយ ខ្ញុំក៏មិនកូនគុណពិតជាមានចិត្តលើនាងរំចង់ដល់ថ្នាក់នេះមែនទេ ពិតមែនហើយលោកបងខ្ញុំថាមើលទៅកូនគុណមិនអាចសម្រេចបំណងរបស់យើងបាននោះឡើយ បើយើងពុំមានជាប់សន្យាជាមួយនឹងលោកសេដ្ឋីភោគទេណាការជ្រើសរើសរបស់កូនគុណគឺបងគាំទ្រ លោកបងមានប្រសាសន៍បែបនេះមានន័យថាលោកបងគាំទ្រកូនគុណហើយចង់យកនាងរំចង់នោះមកធ្វើជាកូនប្រសាមែនទេ ពិតមែនហើយមានកូនប្រសាដែលជាអ្នកមានទេពកោសល្យត្បាញល្អឯកបែបនេះគឺជារឿងដែលមានអំណោយផលខ្លាំងណាស់ណាអូន លោកបងឲ្យតម្លៃទៅលើទេពកោសល្យរបស់ក្មេងស្រីម្នាក់នោះខ្ពស់យ៉ាងណាក៏ដោយក៏មិនចាំបាច់ដល់ថ្នាក់ចង់យកគេមកធ្វើជាកូនប្រសាបែបនេះដែរគឺវាមិនសមទាល់តែសោះ បងមិនបានគិតដល់ភាពសមឬក៏មិនសមអីនោះទេហេតុផលសំខាន់គឺបងពេញចិត្តនាង ខ្ញុំមិនព្រមដាច់ខាតកូនគុណនឹងត្រូវតែរៀបការជាមួយក្មួយចន្ទីតែម្នាក់គត់បើកូនគុណមិនព្រមរៀបការទេនោះកូនគុណកុំសង្ឃឹមថាខ្ញុំព្រមយកកម្មកររបស់ខ្លួនឯងមកធ្វើជាកូនប្រសាឲ្យសោះរួមទាំងលោកបងផងដែរឈប់មានគំនិតចង់បានកូនប្រសាថ្នាក់ទាបបែបនេះតទៅទៀតទៅ បានហើយបងនឿយហត់នឹងស្ដាប់ហើយណាមុននេះ
កូនគុណបានប្រាប់ថាក្មួយភពនិងក្មួយខុនចង់មកលេងនាងរំចំអូហូអ្នកប្រុសជំរាបសួរអ្នកប្រុស បាទជំរាបសួរអ្នកប្រុស មកពីរាជធានី អ្នក មែ ប្រុ ន សឲ្យបង្វេចមកខ្ញុំមក ណោះលោកដង្ខៅឲ្យអញ្ជើញចូលទៅក្នុង អ្នកប្រុសអញ្ជើញ អ្នកប្រុសបាទលោកពូជំរាបសួរលោកអ៊ំល្អណាស់ក្មួយមកនាំគ្នាអង្គុយចុះមកណា បាទបងប្អូនខ្ញុំនឹងវិលទៅស្រុកវិញថ្ងៃស្អែកនេះហេតុនេះទើបខ្ញុំចូលមកលេងលោកអ៊ំមុននឹងធ្វើដំណើរចេញទៅ អូអរគុណដល់ក្មួយណាស់ដែលមានចិត្តនឹករលឹកដល់លោកអ៊ំបែបនេះ បាទលោកអ៊ំ មើលទៅក្មួយខុនដូចជាមានទឹកមុខមិនសូវល្អសោះតើក្មួយខុនមិនសូវស្រួលខ្លួនមែនទេ មិនអីទេអ៊ំស្រីខ្ញុំគ្រាន់តែមិនសប្បាយចិត្តតែប៉ុណ្ណោះអ៊ំដឹងថាក្មួយមិនសប្បាយចិត្តពីរឿងដែលមិនទទួលបានជោគជ័យក្នុងការប្រឡងនោះហើយមែនទេពិតមែនហើយលោកអ៊ំខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់ នៅមានឱកាសច្រើនណាស់ទៀតក្មួយហេតុនេះក្មួយកុំទាន់អាលអស់សង្ឃឹម ខ្ញុំលែងមានចំណូលចិត្តនឹងប្រឡងធ្វើជាមន្ត្រីស្អីនោះទៀតហើយបើដូច្នេះនោះតើក្មួយគិតចង់ធ្វើអ្វីវិញទៅគឺខ្ញុំវិលទៅស្រុកកំណើតកាន់តំណែងជំនួសលោកឪពុកទុកឲ្យលោកឪពុកសម្រាប់ហើយខ្ញុំជាអ្នករ៉ាប់រងការងារជំនួសលោកឪពុកទាំងអស់បែបនេះក៏ល្អដែរឪពុករបស់ក្មួយក៏នឹងបានឆាប់សម្រាប់ព្រោះនឿយហត់ជាច្រើនឆ្នាំមកហើយបានលោកអ៊ំ ហើយចុះក្មួយចន្ទីវិញនោះ បានលោកអ៊ំសថៃនេះបន្ទាប់ពីរៀបការរួចប្អូនចន្ទីនឹងមករស់នៅក្នុងផ្ទះនេះដើម្បីគ្រប់គ្រងកម្មករតម្បាញទាំងអស់បានក្មួយមកលេងផ្ទះអ៊ំដូច្នេះនោះគឺល្អហើយអ៊ំផ្ដាំផ្ញើទៅលោកឪពុកអ្នកម៉ែរបស់ក្មួយផងថាអ៊ំនឹងទៅជួបពួកគាត់ក្នុងពេលឆាប់នេះហើយដើម្បីពិភាក្សាគ្នាសម្រាប់រឿងមង្គលការរបស់កូនគុណជាមួយនឹងក្មួយចន្ទីណាបាទលោកអ៊ំ បាទលោកអ៊ំ អញ្ចឹងពួកខ្ញុំទាំងពីរសូមជម្រាបលាលោកអ៊ំទាំងពីរសិនហើយបាទអញ្ជើញចុះក្មួយជម្រាបលាលោកអ៊ំ លោកអ៊ំ បាទ ជម្រាបលាបង្គន់ បាទសុខសប្បាយតាមផ្លូវណាក្មួយណា បាទលោកអ៊ំ គុណជូនដំណើរក្មួយទៅណាកូនបាទលោកពុកបាទកូនតោះ មើលទៅខ្ញុំដូចជាចាញ់ព្រីលោកសេដ្ឋីភោគហើយគឺខ្ញុំទៅវិញទេដែលត្រូវឲ្យកូនគុណទៅរស់នៅផ្ទះលោកសេដ្ឋីហើយគ្រប់គ្រងការងារជំនួសលោកសេដ្ឋីនេះតែបញ្ហានៅត្រង់ថាកូនគុណប្រឡងជាប់ជាមន្ត្រីទៅហើយមិនអាចធ្វើការងារនេះបានទេ
អូនទុកចិត្តលើកូនគុណចុះណាបងតែងតែលើកសរសើរប្រាប់ខ្ញុំពីនារីដំបាញ់ម្នាក់ថាមានរូបសម្រស់ស្រស់ស្អាតនិងមានស្នាដៃដំបាញ់ល្អខ្ញុំពិតជាចង់ឃើញណាស់សូមបងសម្រេចបំណងប្រាថ្នារបស់ខ្ញុំផងចុះគឺបងកំពុងតំណប្អូនភពរួមទាំងបងខុនដែរទៅរោងដំបាញ់នោះហាញតាបងក៏ចង់ដឹងដែរថាតើនារីដំបាញ់ម្នាក់នោះមានលក្ខណៈពិសេសនិងអស្ចារ្យប៉ុណ្ណាទៅបានជាប្អូនគុណសរសើរគេមិនដាច់ពីមាត់ដូច្នេះចំណែកឯប្អូនស្រីរបស់បងមិនដែលលឺប្អូនរំលឹកសុំបីតែម្ដងកុំថាឡើយដល់ថ្នាក់ពោលសរសើរនោះខ្ញុំទទួលស្គាល់ថាខ្ញុំនេះពិតជាយ៉ាងដូចនេះពិតមែនក៏ប៉ុន្តែបន្ទាប់ពីខ្ញុំបានទៅជួបនារីដំបាញ់នោះហើយខ្ញុំគិតថាខ្ញុំក៏មានរឿងខ្លះដើម្បីនិយាយជាមួយបងខុនឲ្យច្បាស់លាស់នឹងគ្នាដែរតែជារឿងអ្វីទៅបន្តិចទៀតនេះគង់តែបានដឹងទេតោះបងថាម៉េចនេះមិនចាញ់ប្រៀបលោកសទ្ធីនោះទេហើយលោកសទ្ធីក៏ពុំចាញ់យើងនោះដែរព្រោះថាយើងគឺសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំដូចគ្នាគ្មាននរណាត្រូវរែកខាងនរណានោះឡើយប៉ុន្តែតាមចិត្តរបស់ខ្ញុំគឺខ្ញុំចង់ឲ្យកូនគុណនៅពេលដែលរៀបការរួចត្រូវទៅនៅផ្ទះខាងស្រីតាមទំនៀមទម្លាប់ប្រពៃណីដូនតារបស់យើងទើបពិស័ក្តិសមអ្វីត្បិតថាទំនៀមទម្លាប់របស់ដូនតាយើងគឺសំខាន់ក៏ប៉ុន្តែយើងក៏ត្រូវគិតដល់ស្ថានភាពជាក់ស្ដែងផងដែរព្រោះថាផ្ទះលោកសទ្ធីភោគឺនៅឆ្ងាយពីរាជធានីពីកន្លែងបំពេញការងាររបស់កូនគុណណាស់បើប្រៀបជាមួយនឹងផ្ទះរបស់យើងហេតុនេះកូនគុណរៀបការរួចគឺត្រូវរស់នៅទីនេះគឺជារឿងដែលមានអំណោយផលល្អណាស់តែខ្ញុំស្ដាយការងាររបស់លោកសទ្ធីភោគូនណាស់តែកូនគុណគឺជាអ្នកដែលត្រូវទទួលខុសត្រូវណែកូនគុណគឺជាមន្ត្រីរាជការมันអាចទទួលខុសត្រូវការងាររបស់លោកសទ្ធីភោបានទៀតទេប៉ុន្តែកូនស្រីរបស់គាត់នឹងចូលមកគ្រប់គ្រងនៅរោងដំបាញ់របស់យើងនេះកន្លែងនេះហើយដែលខ្ញុំគិតថាយើងគឺចាញ់ប្រៀបគាត់តែម្ដងហេតុអីបានជាអូនគិតបែបនេះកូនស្រីរបស់គាត់គឺជាកូនប្រសាររបស់យើងណាคล้ายតែជាសាច់ឈាមតែមួយទៅហើយចាំមើលតើខ្ញុំព្រមប្រគល់តំណែងនេះទៅឲ្យកូនប្រសាលោកដង្ខាំងនិងលោកសទ្ធីនេះដែរទេខ្ញុំទើបដាក់កៃថ្មីជួយទៀងខាងនោះឲ្យស្រួលបួនតិចទៅប៉ុណ្ណឹងបានហើយចាត្រង់ហើយបានរួចរាល់ហើយតោះស្រួលបន្តិចទៅថ្ងៃហើយណាបាទជំរាបសួរបាទជំរាបសួរអ្នកប្រុសបាទជំរាបសួរបាទជំរាបសួរអ្នកប្រុសជំរាបសួរណាមីង
អ្នកប្រគុណពិតជាសង្ហារុះរីរាក់តែដឹងខុសត្រូវស័កសមធ្វើជាមន្ត្រីខ្លាំងណាស់ ពិតមែនហើយមានចរិតមិនចេះឆ្មាំងឆ្មៃសោះ បែបនេះទើបសមជាមន្ត្រីដែលធ្វើការបម្រើរា តើអ្នកប្រុសគុណនាំគ្នាតាណាណោតើនរណាទៅដឹងបើចង់ដឹងមានតែទៅតាមមើលទៅ ខ្ញុំនេះក៏ចង់ដឹងដែរតែអ្នកប្រគុណនេះគាត់មករោគដំបាំងមានការអីដែរ ខ្ញុំក៏ចង់ដឹងដូចគ្នាព្រោះខ្ញុំមានការសង្ស័យថាអ្នកប្រគុណមករកនាងរំចង់នោះហ៎ បានហើយពួកឯងមិនចាំបាច់សង្ស័យច្រើនទេតើពួកយើងឆាប់ទៅមើលទៅព្រោះយើងចង់ដឹងថារឿងនេះដូចអ្វីដែលយើងសង្ស័យដែរទេតើពួកយើង ហូយ គិតទៅពួកនាងនេះពិតជាចង់ដឹងចង់លឺរឿងគេមែនតែនហើយនេះ ត្រូវហើយមិនចោលទម្លាប់សោះ ដូចនឹងឆាយកាលពីក្មេងបេះបិទតែម្ដង ណែនាងសាយកុំនិយាយតែផ្ដេសផ្ដាស់ណាដូចនាងណានាងណែតហើយនឹងនាងឆោមនេះបានវាត្រូវណែកុំចេះនឹងដា មិនអញ្ចឹង តិចត្រូវឥឡូវហ្នឹង នេះបានហើយពួកនាងឆាប់ធ្វើការបន្តភ្លាមទៅណែតិចលូនណែរាជនីនឿនមកដល់នាំគ្នាធ្វើការទាំងអស់គ្នាទៅ ទៅហើយនាំគ្នា បាន ធ្វើការ ជោ ទៅ គជ័យធ្វើការទៅ បកតែណានិយាយដើមគេហ្នឹង កាហួងហែងប្តីណាកៃផ្ដន់ទីទុកដឹងថាខំទូកាពីប្តី គឺនាងម៉ាន់ទី សុំទោសផងអ្នកប្រុសច្រឡំមនុស្សហើយខ្ញុំមិនមែនជាមីលាទេ ខ្ញុំគិតថានាងដូចជានាងមលាខ្លាំងណាស់អ្នកទាំងពីរត្រូវទៅស៊ើបឲ្យបានដឹងថាតើក្រណាត់សូត្រនេះចេញមកពីប្រភពណាស្នាដៃលើក្បាច់ក្រឡាគោមល្អបែបនេះមានតែមនុស្សពីរនាក់គត់ដែលអាចធ្វើបានគឺនាងណយនិងនាងនួនខ្ញុំសម្រេចចិត្តច្បាស់ហើយថាខ្ញុំពិតជាមិនអាចរៀបការជាមួយចន្ទទីបានជាដាច់ខាតខ្ញុំដឹងថាចន្ទទីស្ដាប់សម្ដីបងខ្លាំងណាស់ខ្ញុំសង្ឃឹមថាបងយករឿងគ្រប់យ៉ាងនេះទៅប្រាប់ចន្ទទីតាមសម្រួលផងចុះចន្ទទីនឹងយល់ពីផលពិបាករបស់ខ្ញុំថ្ងៃស្អែកនេះត្រូវក៏ហៅនារីដំបាយទាំងអស់មកប្រជុំពីរឿងការងារដំបាយនេះទើបបាន យើងគួរតែជួបប្រជុំឥឡូវនេះតែម្ដងទៅលោកបង មិនអាចទេព្រោះរំចង់គឺជាតួអង្គសំខាន់ជាងគេប្រចាំរោងដំបាយជាងនេះបើសិនជាគ្មាននាងនោះទេមុខជាជួបរឿងអាសន្នហើយ ស័យកម្មវាសនាជីវិតរួមរិទ្ធដោយភាពឈឺចាប់ពើផ្សាឆ្លងវិវត្តសង្សារកំសត់គ្មានត្រើយទឹកភ្លែករែកពុនទំនន់វាសនាកាយវាចាចិនតារងទុកគ្មានស្បាយ ធរណីសង្ស័យកត់ត្រារឿងពិតខ្ញុំហើយមិនដាច់ព្រះលោកអន្តើយនឹងខ្ញុំអ្វីម្ល៉េះតើជាតិមុនខ្ញុំ